ក្នុងមនោសញ្ចេតនាស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះប្អូនដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នារាប់មិនអស់នៅក្នុងអតីតកាលនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចគតិប្បបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនតំណាងគ្រួសារទាំងមូលព្រមទាំងឯកឧត្តមតាន់បញ្ញវុត្តត្រូវជាស្វាមីលោកស្រីកៅសុវណ្ណរិទ្ធត្រូវជាបុត្រីបានមូលមតិគ្នាប្រារព្ធពិធីបុណ្យទក្ខណានុប្បទានខួបគម្រប់3ឆ្នាំឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរៈធម្មសេរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភប៊ុនសុថានៅព្រឹកថ្ងៃអង្គារ1រោចខែមិញឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026នៅសង្កាត់បឹងកក់1ខណ្ឌទូកោរាជធានីភ្នំពេញដែលបានយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពោធិវង្សគតិបណ្ឌិតណយចរិកសម្ដេចព្រះសង្ឃនាយករងទី1សម្ដេចព្រះវណ្ណរតន៍គតិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះធម្មលេខិតបណ្ឌិតសៅចន្ទថុលអនុប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតដួងផង់អនុប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឆឹងប៊ុនធាអនុប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះសច្ចមុនីគតិបណ្ឌិតរតសារឿននិងសម្ដេចព្រះមង្គលមនីរាំងសីហ៊ូឈីនៀតសមាជិកថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាសរុបចំនួន9ព្រះអង្គនាធម្មមេឧបាតិណោធម្មមេអតីតាធម្មមេអនាគតាធម្មមេបច្ចុប្បន្នធម្មមេអតីតារមណាធម្មមេអនាគតារមណាពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាក្នុងនោះក៏មានការប្រារព្ធពិធីថ្វាយបង្គំព្រះពុទ្ធរូបធ្វើបទនមស្ការសមាទានសិលតាមសិក្ខាបទដើម្បីរំលឹកនឹកគុណព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រមទាំងពុទ្ធអាវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គដែលជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូបឲ្យប្រកាន់ខ្ជាប់នៅអំពើល្អអំពើជាកុសលលះបង់អំពើបាបអំពើជាអកុសលសាងនៅកុសលទាននិងកោតទុកសម្រាប់អនាគតជាតិជាពិសេសនោះពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្តិនិងដឹងគុណចំពោះបុព្វការីជនមានមេដាបេដាទាំងរូបលោកនៅមានអាយុសង្ខារឬមរណកាលទៅហើយក្តីដោយដែលសម្ដេចអ្នកញ៉ាឯកឧត្តមលោកជំទាវលោកស្រីជាបងជាស្វាមីជាបុត្រីចៅព្រមទាំងក្រុមគ្រួសារបាននឹងកំពុងប្រតិបត្តិក្នុងពេលនេះគឺបានបង្ហាញនូវក្តីស្រឡាញ់កតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាការតបស្នងសងគុណចំពោះបុព្វការីជនដែលបានធ្វើមរណកាលទៅកាន់បរិលោកខាងមុខយ៉ាងពិតប្រាកដសង្កោជាសារតិសន្តានងកម្មបច្ចយាអេវ៉ាមេឧតេអនបាណាមេសកាជាងអនុមោទនេចៃរាងជីវៈក្នុងឱកាសពិធីបុណ្យនេះសម្ដេចអ្នកញ៉ាឯកឧត្តមលោកជំទាវអ្នកផ្ដាំបុណ្យនិងក្រុមគ្រួសារបានវេតីវត្ថុនិងគ្រឿងអត្ថបរិក្ខារនិងបច្ច័យថ្វាយនៅប្រគេនសម្ដេចព្រះសង្ឃ9ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាបំផុតជាកិច្ចឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធមេដាបេដាបុព្វការីជនដែលបានចែកឋានទៅកាន់បរិលោកខាងមុខរួមមានវិញ្ញាណក្ខន្ធមហាឧបាសកលៀនគ្រីនិងអ្នកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីបេដាមេដាបង្កើតសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនវិញ្ញាណក្ខន្ធអ្នកញ៉ាមហាភក្តីសពបុរិស័កភោគាធិបតីហ៊ុននាងនិងមហាឧបាសិកាឌីពុកបេដាមេដាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាពិសេសជូនវិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរៈធម្មសេរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភប៊ុនសុថាដែលបានចូលមរណកាលអស់រយៈពេលគម្រប់3ឆ្នាំនាថ្ងៃនេះរួមទាំងវិញ្ញាណក្ខន្ធញាតិកាទាំង7សន្តានអញ្ជើញមកទទួលយកនៅមហាកុសលដ៏ខ្ពង់ខ្ពស់ដែលសម្ដេចអ្នកញ៉ាឯកឧត្តមលោកជំទាវលោកស្រីឧទ្ទិសជូននៅក្នុងពេលនេះនឹងបានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់និងសុគតិភពកំបីគ្លៀងគ្លាឡើយ
តាមរយៈអំណាចនៃផល្លានិសង្ឃដែលកើតចេញពីបុណ្យតក្កណានុប្ទានដោយមានការរាប់បាតព្រះសង្ឃចំនួន69ព្រះអង្គនៅក្នុងថ្ងៃនេះសម្ដេចព្រះសង្ឃព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមលើកថ្វាយគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតារក្សាទឹកដីនៃប្រជាជាតិកម្ពុជាសូមជួយបីបាច់ថែរក្សានិងប្រោះព្រំប្រសិទ្ធពរជ័យសិរីមង្គលគ្រប់ប្រការជូនសម្ដេចអគ្គមហាសេនាបតីតេជោនសែននិងសម្ដេចគតិព្រហ្មនិតប៊ុនរារិនសែនព្រមទាំងក្រុមគូសាសូមមានសុខភាពល្អជនមានយុយឺនយូរស្ថិតនៅជាមនុស្សដ៏ត្រជាក់សម្រាប់កូនចៅចំនួនបច្ចុប្បន្ននិងចំនួនក្រោយៗទៀតជាពិសេសដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនិងស្ថិតនៅជាគ្រឹះដ៏រឹងមាំក្នុងការថែរក្សាការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅនាងបញ្ញាបលាំងមកយាយេរកាមដល់ញាងខូចនាងសាពេលបានទុកមកជាប្រសាការប្រពៃពិធីបុណ្យតក្កណានុប្ទានគូបគម្រប់ឆ្នាំសម្រាប់បុព្វការីជនដែលបានធ្វើមរណការទៅកាន់បរិលោកខាងមុខនោះគឺមានអត្ថន័យសំខាន់ចំនួន3ទី1អត្ថន័យជាវត្ថុអំណងធំនោះគឺឧទ្ទិសបុណ្យកុសលទៅដល់អ្នកដែលបានធ្វើមរណការទី2ជាការបង្ហាញនៅកតញ្ញូចំពោះអ្នកមានគុណតាំងពីគាត់រស់នៅរហូតដល់ស្លាប់ឬចែកឋានទៅកាន់បរិលោកខាងមុខទៅហើយក៏យើងជាកូនចៅជាសាច់សាលោហិតនៅតែធ្វើបុណ្យឧទ្ទិសដល់គាត់ដែរនិងចំណុចទី3បានអនុគ្រោះដល់ព្រះសង្ឃមានន័យថាពេលដែលបានរៀបចំឬធ្វើបុណ្យយើងនិមន្តព្រះសង្ឃមកទទួលផាត់មួយផ្នែកជាសង្ឃទានមួយដ៏ធំសម្រាប់ឧទ្ទិសដល់ញាតិប្រគេនទេយ្យទានដល់ព្រះសង្ឃនិងភាពត្រជាក់ត្រជុំសុខដុមរមនាហៅថាបុណ្យនោះមកយើងអ្នកធ្វើវិញសូមរំលឹកជូនផងដែរថាលោកជំទាវមហាសទ្ធាភិរៈធម្មសេរីរតអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភប៊ុនសុថាហៅប៊ុនសាមហឹងប្រសូតនៅថ្ងៃសុក្រ8កើតខែផលគុណឆ្នាំរកាពុទ្ធសករាជ2500ទៅនៅថ្ងៃទី8ខែមីនាឆ្នាំ1957និងបានទទួលមរណភាពនៅថ្ងៃសុក្រ13កើតខែមិញឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2023ក្នុងជន្មាយុ67ឆ្នាំការទទួលអនិច្ចកម្មរបស់លោកជំទាវមហាសទ្ធាភិរៈធម្មសេរីរតអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគឺជាការបាត់បង់មួយដ៏ធំធេងនៅមេដាជីដូនដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅអ្វីតែរូបកាយនៃជីវិតរបស់លោកជំទាវបានបាត់បង់ទៅក៏ពិតមែនតែដំបូងមានប្រកបដោយព្រហ្មវិហារធម៌សេចក្តីល្អនិងគុណធម៌ដ៏ឧត្តមឧត្តមវិសុទ្ធថ្លៃថ្លានិងគំរូនៃសេចក្តីអង់អាចក្នុងការតស៊ូជំនះឧបសគ្គគ្រប់យ៉ាងរបស់លោកជំទាវមហាសទ្ធាភិរៈធម្មសេរីរតអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភនិងស្ថិតនៅក្នុងការចងចាំរបស់កូនចៅនិងញាតិមិត្តទាំងអស់ឥតមានថ្ងៃបំភ្លេចបានឡើយ